ក្មេងស្រីតូចនៅពាក់កណ្ដាលអាខ្ញុំបានឃើញទស្សនភាពដ៏គួរឲ្យរន្ធត់មួយដែលធំជាងធុងសម្រាមដៃមួយបានលេចចេញមកភ្លាមនៅលើផ្លូវយ៉ាងណាមិញម្ចាស់ដៃធំបានរកឃើញពិនិត្យមើលឲ្យកាន់តែច្បាស់ស្ថានីយ៍នេះស្រមោលដែលកំពុងរះឡើងគឺពិតជាមួយដែលមានប្រវែងរាប់សិបម៉ែត្រយៈបានឃើញខ្លួនឯងលាតត្រដាងហើយប្រញាប់ប្រញ័រទៅរកក្មេងស្រីលេងបានភ័យខ្លាចរួចទៅហើយក្មេងស្រីនោះបានលាក់ខ្លួនដោយភ័យស្លន់ស្លោសន្ធឹងចេញពីភួយដៃធំពីរលេចចេញមកចាប់ក្មេងស្រីនោះហើយបន្ទាប់មកនាំក្មេងស្រីទៅតាមផ្លូវរត់យ៉ាងលឿនខ្ញុំបានជួបនឹងនរណាម្នាក់បន្ទាប់មកឡានដឹកទំនិញបានប្រាក់ឲ្យធំដើម្បីគ្រប់ខ្លួនជីជញ្ជាំងពីរាំងអ្នកថ្មើរជើងទាន់ពេលវេលាភ្លើងបំភ្លឺតាមដងផ្លូវបានលាក់ខ្លួននៅក្នុងបានជួបនឹងស្ត្រីដែលមកពីទីដែលផ្ទុយដោយបានបើកយ៉ាងលឿនដោយខ្លួនឯងបានផ្ទុកចូលទៅក្នុងទំនិញហើយទុកចោលដោយទាំងនោះប្រហែលហើយត្រូវបាននាំមកជាមួយបានចាក់ចេញពីទីក្រុងហើយឆ្លងកាត់ឆ្នេរសមុទ្រយើងបានមកដល់កំពូលភ្នំភ្លាមគាត់បានស្ទុះឡើងហើយលោតឆ្លងកាត់ពុកដែលអំដោយភ្លេចបន្ទោគឺជាបាតុភូតដែលកើតឡើងគេបានចូលទៅក្នុងពិភពលោកមួយផ្សេងទៀតបាននាំក្មេងស្រីនោះមកផ្ទះរបស់គាត់ដែលពួកគេរស់នៅបន្ទាប់មកក្មេងស្រីតូចក្មេងត្រូវបានព្យួរខ្ពស់ហើយបន្ទាប់មកក្មេងស្រីតូចចាប់ផ្ដើមសម្លៀងកាំបិតរបស់នាងដោយឃើញថាជីវិតរបស់គាត់ហៀបនឹងស្ថិតក្នុងក៏វាចេញមកភ្លាមហើយដើរតាមឈើបានរត់រហូតដល់បង្អួចមាត់ចង់រត់គេខ្លួនតែបង្អួចបែរជាវាធ្ងន់ពេកសម្រាប់ក្មេងស្រីម្នាក់ដើម្បីមិនអាចរំបានទេដោយមិននឹកស្មានដល់មានការរបស់គាត់បានរើហើយធ្វើឲ្យបានប្រាប់ក្មេងស្រីតូចថាលុះត្រាតែវាមានស្លាបគុំស្រមៃចង់រត់គេចដើម្បីចេញទៅណាឲ្យសោះក្មេងស្រីនៅលើផ្ទៃរាបស្មើកំពុងរៀបចំចម្អិនម្ហូបយប់នេះក្នុងឆ្នាំនេះត្រូវបានគេឃើញកំពុងយកអាហារសម្រន់ពេលយប់ជ្រៅវែងត្រឹមតែ3ម៉ែត្របែរមុខទៅទីស្លឿងជូរនៅចំហៀងដោយផ្ទាល់ផ្លែលឹកត្រូវបានបុកវាហាក់ដូចជាវានឹងប្រើទៅសក់ជ្រលក់ជាម្ហូបចំហៀងនៅពេលនេះមានការរញ្ជួយដីមួយបានមកសម្លេងក្រហមបានមកពីក្រុមមនុស្សមួយក្រុមដែលទើបតែភ្ញាក់ពីដំណេកគឺមន្ត្រីប៉ូលីសចាស់ប្រាប់ក្មេងស្រីកុំឲ្យទទួលឥទ្ធិពលពីអ្នកលើផ្ទៃត្រូវបានរកឃើញព្រោះពួកគេជាក្រុមមនុស្សកំណាចដែលស្រីឃ្លានឈាមក្មេងស្រីអាក្រក់ដល់ខូចខើក្មេងនោះភ័យខ្លាចខ្លាំងណាស់រហូតដល់ញ័រខ្លួនយៈចាស់ស៊ីនាងដោយមិនដឹងថាយៈចាស់នោះគ្រាន់តែជាមូលហេតុដែលអ្នកចូលចិត្តញ៉ាំអាហារដាក់ស្ត្រីក្មេងត្រូវបានចាប់ខ្លួនដោយសារតែក្មេងស្រីអត្តភាពនៃយៈត្រូវបានគេរកឃើញយៈត្រូវរក្សាការសម្ងាត់ការលេចធ្លីនេះមានន័យថាក្មេងស្រីនោះដែលបាននាំយកទៅឆ្ងាយពីមនុស្សនោះបានខ្លាចជាមនុស្សអាក្រក់ម្នាក់ដោយមានចិត្តក្លាហាននាងបានប្រាប់បុរសចំណាស់នោះឈ្មោះសូហ្វីហើយនាងជាក្មេងកំព្រាម្នាក់នៅក្នុងមណ្ឌលកុមារកំព្រាថានឹងមិនបង្ហាញយៈនោះទេកំបាំងរបស់សូហ្វីអង្វរបុរសចំណាស់យៈនោះបានបញ្ជូននាងត្រឡប់ទៅវិញប៉ុន្តែលទ្ធផលនៅតែបដិសេធយៈបានព្រមានសូហ្វីវាជាការល្អបំផុតដែលមិនត្រូវព្យាយាមរត់ពីខ្លួនគឺជាក្រុមគ្រួសារនៅខាងក្រៅបើក្រុមចៅនោះត្រូវចាប់បានគេរហូតដល់មិនចង់លេងរួចយៈចាស់ក៏បុរសនោះបានសង់ប៉មមើលលើទូកឈើអនុញ្ញាតឲ្យសូហ្វីប្រើវាជាសម្បុកតូចមួយនាងបានដេកនៅទីនោះនៅពេលយប់រងចាំក្មេងស្រីមួយគេងរួចបុរសចំណាស់ក៏មកដល់ទឹកជ្រោះនៅខាងក្រៅរូងភ្នំជាមួយនឹងការធ្វើឲ្យសកម្មនៃអង្គភាពស្ពានឈើមួយបានចុះមកយ៉ាងលឿននាងបានឆ្លងកាត់ទឹកជ្រោះហើយបានមកដល់ខ្លួនឯងស្ទូឌីយោកំពុងភ្លឹបភ្លែតក្មេងស្រីទេពអប្សរចម្រុះពណ៌ក្មេងនោះភ្ញាក់ឡើងភ្លាមប៉ុន្តែពួកគេបានរកឃើញថាបុរសចំណាស់នោះគាត់បានឆ្លៀតឱកាសយ៉ាងរហ័សពីការពិតដែលរបងសុខុមាលភាពសម្រាប់ទូកឈើពួកគេបានទម្លុះបង្អួចហើយឆ្លៀតឱកាសនៅពេលនាងបានរត់គេចខ្លួនក្នុងអំឡុងពេលរត់គេចខ្លួនដែលយៈក្មួយបានលូកដៃចេញភ្លាមគាត់បានរារាំងផ្លូវនាងហើយស្ដាប់បុរសចំណាស់ដែលស្រែកយំបានជ្រើសរើសមិនអើពើហើយទុកឲ្យយៈទាំងនោះក្មេងស្រីនោះបានលើកក្បាលឡើងយឺតហើយដូច្នេះវាបានធ្លាក់ចូលទៅក្នុងមាត់ដ៏ធំទូលាយនៃទីជ្រៅបំផុតពីដំណេកម្ដងទៀតដើម្បីដឹងថាខ្ញុំនៅតែស្ថិតនៅក្នុងអនុញ្ញាតឲ្យយៈយឺតគាត់ត្រូវបានលើកឲ្យខ្ពស់ជាងក្បាលហើយនោះជារបៀបដែលគាត់ធំទូលាយនៃទីជ្រៅបំផុតពេលក្មេងស្រីនោះភ្ញាក់ឡើងម្ដងទៀតខ្ញុំនៅតែជាបុរសចំណាស់ម្នាក់នៅក្នុងផ្ទះរបស់គាត់បុរសចំណាស់ដាំឡើយបង្កើតក្តីស្រមៃដែលមានជំនាញវិជ្ជាជីវៈសម្រាប់ក្មេងស្រីមិនឲ្យរត់គេចខ្លួនគាត់បានឲ្យមានប្រដាប់សម្ពណ៌ក្រហមអាក្រក់ពិតណាស់ផលប៉ះពាល់គឺជាក់ស្ដែងណាស់នៅថ្ងៃបន្ទាប់បុរសចំណាស់បានផឹកស្រារបស់យៈភេសជ្ជៈបៃតងរបស់ប្រទេសនេះសម្រាប់ក្មេងស្រីបានរកឃើញថាតាមពិតវាស្ថិតនៅផ្នែកខាងក្នុងចុងក្រោមខ្ញុំធ្លាប់បានឃើញភេសជ្ជៈចម្លែកនេះពីមុនបុរសចំណាស់រូបនេះបាននិយាយថាការផឹកស្រានេះពិតជាពួកគេមិនដែលរំពឹងថានឹងមានសម្លេងផំនោះទេបានតាក់ទាញភ្ញៀវដែលមិនបានអញ្ជើញម្នាក់ទៀតបានស្វែងរកយ៉ាងស្រាក់ស្រាមពេលពួកគេមកដល់ក្មេងស្រីនោះបានឆ្លៀតឱកាសខ្វាក់ព្រៃបានវាចូលទៅក្នុងត្រសក់ដោយមិននឹកស្មានដល់យៈនោះបានរើសយកពណ៌លើមាត់របស់វាបើកធំហៀបនឹងត្រូវខាងដូច្នោះបុរសចំណាស់ក៏ប្រញាប់ឡើងទៅឈប់គាត់ដូច្នេះក្មេងស្រីនោះបានរត់គេចខ្លួនដោយគ្មានរបួសយៈនោះក៏បានយករបស់មួយទៅជាមួយដែរមុនពេលរបស់បុរសចំណាស់កំពុងរងចាំក្មេងស្រីមកវាចេញពីត្រសក់ស្បែកមានសភាពស្អិតជាមួយប្រេងពណ៌បៃតងរួចទៅហើយណាស់បុរសចំណាស់បានយកវាទៅជាមួយគាត់ងូតទឹកនៅផ្ទះបើកម៉ាស៊ីនទឹកហើយលាងជំរះនាងលាងសម្អាតវាឲ្យស្អាតបន្ទាប់មកប្រើចង្ក្រានជូតរាងកាយរបស់នាងឲ្យស្ងួតឲ្យនាងខ្ញុំបានរកឃើញហ្វូងមនុស្សតូចសម្លៀកបំពាក់ក្មេងស្រីក្នុងរយៈពេលខ្ញុំបានជ្រើសរើសអាវពណ៌ក្រហមបុរសចំណាស់ហាក់ដូចជាដឹងអ្វីមួយរលកនៃភាពសោកសៅបានបងឡាយអ្នកខ្ញុំពីរបានរៀបចំដើម្បីចាប់យកស្មារតីនៃក្តីសុបិនប៉ុន្តែមានមនុស្សជាច្រើនកំពុងដេកលក់តាមផ្លូវអូនតូចគួរឲ្យស្រឡាញ់ពួកគេត្រូវតែឆ្លងកាត់យៈមួយបន្ទាប់ពីយៈមួយទៀតភ្លាមពូសម័យហើយតែដៃធំមួយចាប់បានបុរសចំណាស់រស់នៅទីនោះហើយយៈនោះក៏ចាស់ដែរគាត់ត្រូវបានគេលើកឡើងលើភ្នំបន្ទាប់មកអនុញ្ញាតឲ្យគាត់ស្នាក់នៅក្នុងឡានរអិលចុះពីលើភ្នំយៈមួយទៀតមនុស្សកំពុងជិះលើឡានដឹកទំនិញពីរគ្រឿងបុរសចំណាស់បានជិះសេះមករកពួកគេចំណែកក្មេងនោះបានលាក់ខ្លួននៅក្នុងឡានដឹកទំនិញការបង្វិលចង្កូតភ្លាមដ៏ធំសម្បើមបុរសនោះនិងបុរសចំណាស់នោះហួសពីការយកឃើញទៅទៀតគ្នាពីមុំនៃការពិភាក្សា
ខ្ញុំមិនដឹងថាត្រូវអាណិតអ្នកណាទេគ្រាន់តែនៅពេលនេះមេឃត្រូវបានគ្របដណ្ដប់ដោយពពកខ្មៅងឹតភ្លៀងនោះភ្លៀងក៏ចាប់ផ្ដើមធ្លាក់យ៉ាក់កពួកគេទាំងអស់គ្នាមានការភ័យខ្លាចអ្នកខ្លះគាត់បានលើកដើមឈើនោះឡើងនៅពេលដែលវាភ្លឺចែកចាស់អំឡុងពេលទាត់អគ្គិសនីមនុស្សមួយចំនួនបានលើកខ្លួនយ៉ាងរហ័សប៉ុន្តែមិននឹកស្មានដល់វាធ្វើឲ្យខ្ញុំកាន់តែឆ្ងាយទៅទៀតហើយលោកចាស់ឆ្លៀតឱកាសបើកប្រអប់ឧបករណ៍ហើយទុកឲ្យវាដំណើរការក្មេងស្រីនោះបានវាចូលទៅខាងក្នុងហើយឡើងលើជម្រាលភ្នំចោតពីបាយមេឃនៅតែបន្តរហូតដល់យប់ជ្រៅទីបំផុតយើងបានមកដល់កន្លែងដែលសុបិនបានចាប់ផ្ដើមគឺបរិសុទ្ធបានលោតចុះត្រង់ហើយពិតជាបានឆ្លងកាត់ពួកគេបានឆ្លងកាត់ទឹកហើយបានទៅកន្លែងមួយទៀតនៅលើលោកនេះក្មេងស្រីមិនគួរមើលងាយឡើយបន្ទាប់ពីរត់ប្រណាំងរួចគាត់ក៏លោតចូលទៅកណ្ដាលក្មេងស្រីតូចបានលោតចូលទៅក្នុងបឹងហើយបន្ទាប់មកវេទមន្តមានរឿងអ្វីមួយបានកើតឡើងហើយពិភពលោកទាំងមូលទូនីតិត្រូវបានបញ្ច្រាស់ភ្លាមបរិសុទ្ធចំណាស់និងស្ត្រីនោះបែរមកប្រាប់នាងថាតាមពិតទៅបរិសុទ្ធចំណាស់នោះពិតជាអ្នកជំនាញមែនគាត់គឺជាអ្នកបង្កើតក្តីស្រមៃម្នាក់នៅក្នុងនោះបានមកដល់ជើងដើមឈើក៏នាំបំរាមគឺដើម្បីចាប់យករឿងនេះវិញ្ញាណត្បាញសុបិនមួយចំនួនមិនយូរប៉ុន្មានរបស់បុរសនោះបានភ្លឺឡើងបានបង្ហាញថាបុរសចំណាស់រូបនេះគឺជាអ្នកផលិតដែលមានជំនាញបាននាំក្មេងស្រីម្នាក់ទៅដល់ដើមឈើធំនៅក្រោមភោជនីយដ្ឋានដែលជាគោលដៅចាប់យកការបង្កើតទាំងនេះយ៉ាងអេឡាពួកគេទាំងពីរចាប់នេះភ្នែកខ្ញុំភ្លឺឡើងអូយរឿងព្រេងមាសមួយបរិសុទ្ធចំណាស់បានប្រើជំនាញទាំងអស់របស់គាត់មាននរណាម្នាក់ក្នុងចំណោមពួកគេបានយល់អំពីសុបិននេះទៅរកក្មេងស្រីនោះនៅក្នុងដៃរបស់ខ្ញុំមួយដែលត្រូវបានដាក់ចូលទៅក្នុងនេះគាត់ពិតជានៅខាងក្នុងមែនគូរូបរាងរបស់ក្មេងស្រីដូច្នេះតើយើងដាក់វិញ្ញាណទៅក្នុងសុបិនដោយរបៀបណាចុះស្ថានភាពអ្នកទាំងពីរបានមកដល់ទីក្រុងដើម្បីរៀបចំខ្លួនបានបង្ហាញជំនាញរបស់គាត់ជាប់ស្នែងទៅនឹងកំប៉ុងជាមួយគ្នាបន្ទាប់មកតម្រង់ទៅក្មេងប្រុសនោះជាមួយនឹងការវាយស្រាលសារធាតុពណ៌ខៀវវិញ្ញាណចូលទៅក្នុងរូបកាយជាមួយនឹងកាយនិងក្តីសុបិនដ៏ស្រស់ស្អាតក៏អស់ដំណើរមកពេញមួយទៅតាមផ្លូវត្រឡប់មកវិញបរិសុទ្ធចំណាស់បានស្វែងរកទៅទីខាងលិចប៉ុន្តែរកមិនឃើញក្មេងស្រីមួយទេភាពក្លាហានភ្លាមរបស់បុរសចំណាស់គឺគួរឲ្យខ្លាចណាស់តែយៈមានភាពប្រសើរអារម្មណ៍ធំក្លិនរបស់អ្នកប្រកាសជានឹងរកឃើញនេះដើម្បីសុវត្ថិភាពបុរសចំណាស់នឹងគាត់បានបញ្ជូននាងត្រឡប់ទៅមណ្ឌលកុមារជាយ៉ាងណាក៏ដោយក្មេងនោះមិនចង់ត្រឡប់ទៅកន្លែងនោះវិញទេប៉ុន្តែបុរសចំណាស់ក៏មានបញ្ហាផ្ទាល់ខ្លួនដែរចុងវាបង្ហាញថាគាត់បាននាំយកក្មេងប្រុសនោះបានត្រឡប់ទៅដែនដីនៃយៈវិញតែនៅទីបំផុតវាបានខ្លាចជារបស់ខ្លួនគឺជាបន្ទុករបស់យៈទោះបីជាក្មេងស្រីទូចយ៉ាងណាក៏ដោយខ្ញុំបានត្រឡប់ទៅជាមួយគាត់វិញប៉ុន្តែបុរសចំណាស់ខ្ញុំមិនចង់ឲ្យគាត់គ្រោះថ្នាក់ទេពេលក្មេងស្រីនោះត្រឡប់ទៅមណ្ឌលកុមារនោះគាត់បានឡើងទៅលើយ៉ភ្លាមដៃធំមួយគូបានចាប់គាត់នៅទីបំផុតបុរសចំណាស់មិនអាចបញ្ចុះបញ្ចូលគាត់បាននាំនាងទៅផ្ទះពិភាក្សាអំពីរបៀបជិះវាងការត្រូវបានក្រុមយៈមួយក្រុមកំពុងស្វែងរកនៅពេលនេះពួកគេបានមកមាត់ទ្វារខ្ញុំដោយកាន់ពីងមកបុរសចំណាស់រូបនេះត្រូវបានចោទប្រកាន់ពីបទតមកពួកគេបានស្វែងរកគ្រប់ទីកន្លែងក្នុងចំណោមប្រអប់ទាំង3ដែលក្រឡាប់ពួកវាបានបែកខ្ទេចបរិសុទ្ធចំណាស់ខំប្រឹងធ្វើការអស់ជាច្រើនឆ្នាំគាត់បានក្លាយជាមនុស្សខូចខើភ្លាមចោលកំហឹងខ្លាំងពេកគាត់បានយកពើមួយនោះដេញហ្វូងមនុស្សចេញគាត់បានទាត់វាមុនពេលគាត់អាចបញ្ចប់ការរកឃើញអ្វីដែលមានយៈទាំងអស់ពួកគេត្រូវបានបណ្ដេញចេញហើយក្មេងស្រីនោះក៏នៅពេលនេះដោយចៃដន្យពួកគេបានចូលទៅគាត់បានទៅបន្ទប់របស់ក្មេងប្រុសតូចខ្ញុំបានឃើញគំនូររបស់ម្ចាស់ក្ត្រីដោយចៃដន្យនោះខ្ញុំមានម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំគាត់បានប្រាប់បុរសចំណាស់ថាគាត់អាចសួរស្ត្រីនោះបានសុំជំនួយដូច្នេះពួកគេចងចាំស្គាល់នៃអំពើអាក្រក់ទាំងអស់ក្រហមរូបចម្លាក់ត្បាញសុបិនចម្រុះពណ៌តើអ្នកដឹងទេថាវាត្រូវការពេលវេលាប៉ុន្មានដើម្បីបង្កើតសុបិនដំបូងបង្កើតឈុតឆាកដ៏គួរឲ្យភ័យខ្លាចគឺវាយៈក្មេងទាំងអស់នេះនឹងក្លាយជាបន្ទុករបស់គាត់ធននោះរួមជាមួយអាវុធមួយកងកម្លាំងប្រដាប់អាវុធមនុស្សច្រើនបំផុតបុរសចំណាស់ម្នាក់នោះនឹងក្មេងស្រីបានបញ្ចូលទៅក្នុងសុបិនអ្នកដឹងទេការបង្កើតសុបិនអាក្រក់ទាមទារតើមានជំហានប៉ុន្មានដំបូងឡើយចូលបង្កើតរឿងដ៏គួរឲ្យខ្លាចមួយស៊ីសាច់មនុស្សកុមារទាំងអស់នឹងខ្លាចជាទ្រព្យសម្បត្តិរបស់គាត់អ្វីដែលបានកើតឡើងបន្ទាប់គឺក្រុមមនុស្សកម្លាំងប្រដាប់អាវុធប្រភេទនេះទីបំផុតបុរសចំណាស់និងស្ត្រីចំណាស់រូបភាពរបស់កុមារត្រូវបានបង្កប់នៅក្នុងយ៉ាងណាក៏ដោយធាតុជាច្រើនត្រូវតែលាយបញ្ចូលគ្នាយ៉ាងហ្មត់ចត់បន្ទាប់យើងនឹងឃើញអភូតហេតុមួយនៅពេលនោះក្រោយពីបេសកកម្មត្រូវបានបញ្ចប់បុរសចំណាស់នឹងក្មេងស្រីនោះបានលូតចូលទៅក្នុងផ្ទះប្រធានាធិបតីផ្សាយក្តីសុបិនតាមរយៈឧបករណ៍បកស្រាបកមកខាងក្នុងដូច្នេះសុបិនអាក្រក់បានចូលមកក្នុងព្រះមហាក្សត្រីយានីមិនយូរប៉ុន្មានព្រះមហាក្សត្រីយានីក៏ភ្ញាក់ពីខន្តីការបានរកឃើញថាថ្មីនេះពិតជាមានករណីកុមារបាត់ខ្លួនក្មេងស្រីតូចនៅក្នុងសុបិនរបស់ដែលពួកគេបានឃើញនៅខាងក្រៅបង្អួចអ្វីដែលបានកើតឡើងបន្ទាប់គឺយៈចាស់នោះឆ្មាំបានមានអារម្មណ៍ថាមានគ្រោះថ្នាក់គាត់បានឡំពាត់ពួកគេទីបំផុតម្ចាស់ក្ត្រីបានជឿលើកស៊ីសាច់មនុស្សអត្ថិភាពរបស់មនុស្សកំណត់ពីការបញ្ជូនទាហានបានទៅដោះស្រាយវាដើម្បីបង្ហាញពីការដឹងគុណចំពោះលោកខ្ញុំបានអញ្ជើញគាត់ទៅញ៉ាំអាហារពេលអាហារមនុស្សគ្រប់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែយើងនៅតែរៀបចំអាហារយ៉ាងច្រើនសម្រាប់បុរសដែលបានបម្រើនោះជានរណាម្នាក់ដែលនាងមិនធ្លាប់ភ្លក់រសជាតិពីមុនមកនៅពេលនេះមេបញ្ជាការជាន់ខ្ពស់នៃកងត្រីទាំងអស់បានប្រញាប់បុរសចំណាស់បានប្រាប់ពួកគេអំពីទឹកដីរបស់តាំងជាក់លាក់និងយកទៅញ៉ាំក្រៅគាត់បានចែករំលែកស្រាបៀរសិប្បកម្មរបស់គាត់ជាមួយរួមទាំងកងទ័ពជើងទឹកទាំង3នាក់ផងដែរនៅពេលដែលមនុស្សគ្រប់គ្នាអាចមើលឃើញវានៅពេលនោះបរិយាកាសនៅលើឆាកវាត្រូវបានបំពេញភ្លាមដល់សមត្ថភាព
ម្ចាស់កត្រីបានបញ្ជូនយន្តហោះចម្បាំងដែលមានរាងដូចដើមឈើក្រោមការណែនាំរបស់បុរសចំណាស់គាត់បានដឹកនាំមួយសន្ទុះក្រោយមកពួកគេក៏បានមកដល់រាជាណាចក្រប្រជាជនចំណាស់នោះគឺជាយៈមុនពេលមានសកម្មភាពបានរៀបចំសុបិនអាក្រក់មួយដោយគេបានភ្លក់រសជាតិផ្អែមនៃការបរិភោគរសជាតិនោះត្រាតែកិច្ចការត្រូវបានបញ្ចប់ទើបបុរសចំណាស់បានរកឃើញត្រែដែលផ្លុំសុបិនគេហើយព្រួយនោះបានជាប់នឹងខ្សែទ្រូងហើយប៉ុន្តែស្រីនោះបានរត់ពីហើយរត់ទៅលែងពេលចូលទៅក្នុងគំនរយៈស្ព្រីតសុបិនដែលទើបបង្កើតថ្មីសុបិនចង់ត្រូវគេស៊ីឈុតឆាកនៃការដួលបន្ទាប់ពីភ្ញាក់ពីដំណេកគាត់សោកស្ដាយយ៉ាងខ្លាំងដែលបានស៊ីមនុស្សមានតែមេដឹកនាំនៃយៈទេដែលលងស្នេហ៍នឹងដោយកំហឹងខ្លាំងវូបានគប់បុរសចំណាស់ខ្ញុំលើកវាឡើងដោយចង់ឲ្យគាត់ភ្លក់វាដាក់ដៃទំហំប៉ុនថងខ្សាច់នៅពេលវេលាដ៏សំខាន់នៃការចាក់ចេញរបស់កងទ័ពមួយដើម្បីជួយសង្គ្រោះស្ថានភាពជើងរបស់បងយកចូលត្រូវបានចល័យហើយជាមួយនឹងរឿងនោះបានមករកមិនទីហ៊ានកងកម្លាំងពិសេសពួកគេបានឡើងខ្សែចុះក្រោមសម្របសម្រួលជាមួយឧទ្ធម្ភាគចាប់យៈទាំងអស់ដាក់ក្នុងសំណាញ់ហើយព្យួររកពួកគេឆ្លងកាត់ទីក្រុងនៅលើអាកាសជិះទូកឆ្លងកាត់សមុទ្របញ្ជូនពួកគេទៅកោះមួយដែលស្ងាត់ជ្រងដើម្បីធានាដល់យៈពួកគេត្រូវបានផ្ដល់របបអាហារជាមូលដ្ឋានបន្លែមួយប្រអប់ធំជាអាហារចម្បងនិងអាហារដែលយៈចូលចិត្តបំផុតត្រសក់តាក់ទងនឹងបញ្ហាស៊ីសាច់មនុស្សនាពេលអនាគតគិតពីវាផងនៅទីបំផុតក្មេងស្រីនោះត្រូវបានស្នេហ៍ដោយមនុស្សចិត្តល្អម្នាក់ទៅចិញ្ចឹមប៉ុន្តែមិនមែនមនុស្សដែលមានសក់ស្ពេញក្បាលនោះទេសក់វែងជាមួយត្រចៀកធំមួយគូបុរសចំណាស់ម្នាក់